នេះជា tablet តូចតែតាន់ហើយនេះគឺជា Ulefone Armor Pad Pro ហើយវាធន់ជាមួយនឹងការឡើងភ្នំចូលព្រៃឬក៏ច្រឡំដាក់វាចូលទឹកអីมันខ្លាចវាខូចនោះទេព្រោះអាមួយនេះគឺវាធន់ជាមួយនឹងទឹកវាមានបច្ចេកវិទ្យា waterproof ដែលការពារទឹកបានល្អហើយ speaker គេក៏មិនអន់ដែរពីរគ្រាប់ឬពីរោះរងំហើយពិសេសកាមេរ៉ាគេក៏មិនអន់ដែរថតភ្លឺច្បាស់តែម្ដងតែទៀតខ្ញុំនឹងលម្អិតពីវាបន្ថែមទៀតហើយវាក៏ធន់ជាមួយនឹងការធ្លាក់ការដំការជ្រុះអីហ្នឹងគឺថាมันជាបញ្ហាសម្រាប់វាទេហើយវាក៏មានដៃកាន់សម្រាប់ឲ្យយើងធ្វើជា handheld បានផងដែរហើយបើនិយាយពីសមត្ថភាពគេវិញគេអាចធ្វើជា monitor សម្រាប់មើលរូបភាពហ្នឹងក៏បានដែរវាជា tablet ផងវាជា monitor ផង screen គេ8 inch ប៉ុន្តែនិយាយពី RAM វិញគឺអែមមែនតើ RAM 8GB storage 128GB ប៉ុន្តែយើងអាច extend បានរហូតទៅដល់ 2TB បានណាយើងអាចបន្ថែមmemory card បានគឺល្អមែនតើហើយរបស់របរដែលមានក្នុងប្រអប់វាហ្នឹងគឺមានដុំសាកកម្លាំង 18W មួយមានខ្សែសាកហើយមាន tablet មួយដែលបង្ហាញអំពី spec អំពីការណែនាំពីរបៀបប្រើប្រាស់នៅក្នុងសភៅប្រើប្រាស់ក៏គេមានដាក់ដែរហើយមានបានធានាមានអីចឹងទៅសំខាន់គឺកាមេរ៉ាវាធំដែរណាបងប្អូនគឺកាមេរ៉ាខាងក្រោយ48 megapixel ហើយខាងមុខវិញ32 megapixel គឺខ្លួនគេតូចតែកាមេរ៉ាគេធំហើយថតរូបភាពដិតបានច្បាស់ល្អមែនទែនសម្រាប់អ្នកដែលគាត់ចូលចិត្តជាមួយនឹងការផ្សងព្រេងធ្វើ adventure ឬក៏ធ្វើ camping អីបងប្អូនណាបាទធ្វើ camping អីគឺអែមមែនទែនហើយចំពោះការប្រើប្រាស់គឺដូចគេដូចឯងអញ្ចឹងគ្រាន់តែឡើងធ្វើតាមការណែនាំវាបន្តិចបន្តួចទៅគឺអាចប្រើប្រាស់បានហើយពន្លឺរបស់គេក៏មិនអន់ដែរ500 nit auto អញ្ចឹងហើយសម្រាប់ការដែលយើងប្រើប្រាស់នៅចិត្តភ្នែកចិត្តអីគឺថាมันជាបញ្ហាទេក្នុងការមើលវីដេអូមើលអីចឹងទៅហើយ display គេក៏ smooth ដែរនិយាយអំពី SIM វិញគឺវាអាចដាក់ SIM បាន 4G ដែរគឺថាដាក់ SIM តែចេញចូលបានបាទហើយបើនិយាយពីចំណុចសំខាន់មួយទៀតគឺរឿងថ្មគេរហូតដល់ 7650 mAh ម៉ោងអញ្ចឹងហើយយើងប្រើប្រាស់ 2-3 ថ្ងៃក៏មិនអស់ដែរព្រោះថាថ្មវាធំហើយបើយើងប្រើប្រាស់ល្មមទៀតអូសបានយូរថ្ងៃមែនទែនសម្រាប់អ្នកដែលគាត់យកទៅប្រើប្រាស់នៅតំបន់ដាច់ស្រយាលនៅតំបន់ដែលមិនសូវមានកន្លែងសាកថ្មអីគឺថាសមរម្យហើយល្អមែនទែនចំពោះថ្មធំប៉ុណ្នេះខ្លួនគេទូចទេតែគេញាត់ថ្មបានធំហើយពិសេសនឹងសេវាវាខ្លាំងទៀតគឺថាទៅដល់ទីកន្លែងដាច់ស្រយាលប៉ុណ្ណាក៏វាអាចចាប់សេវាបានដែរគឺល្អមែនទែនអញ្ចឹងហើយបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់សារិកា Cambodia ឬក៏មកតែផ្ទាល់ក៏បានដែរយើងស្វាគមន៍ជានិច្ចផងដែរសូមអរគុណសូមជម្រាបលាបាទ